សូមជូនរឿងកម្មសិទ្ធិស្នេហ៍ប្រពន្ធមិនប្រាថ្នាភាគទី14ដែលជាភាគបញ្ចប់ឯងនឹងកូនឯងនឹងហើយតែខ្ញុំមិនធ្លាប់ធ្វើអីដុកទ័រទេឯងដណ្ដើមម៉ៃពីយើងនេះមិនហៅថាធ្វើទៀតឬវាចង្រៃវាពោះវែកខ្ញុំបិទមាត់មិនអញ្ចឹងយើងនឹងសម្លាប់ឯងឥឡូវនេះពេលគម្រាមរបស់មុនអ៊ុនធ្វើឲ្យហេរ៉ាន់បិទមាត់ភ្លាមតែក៏អង្គុយយំដោយការភ័យខ្លាចពេញតែផ្លូវហេរ៉ាន់ត្រូវរញឲ្យដួលប៉ុន្តែនាងប្រឹងអោបក្រសោបកូនពេញដៃដើម្បីឲ្យមានសុវត្ថិភាពលែងខ្ញុំនឹងកូនទៅដុកទ័រកាន់ខ្ញុំសន្យានឹងចាក់ចេញពីម៉ៃឲ្យឆាប់បំផុតមុនអូនដែលពេលនេះកំពុងដោះមួកនឹងវេនតាចោលទៅហើយដើរមករកដែលមានមនុស្សប្រុសមាធំ2នាក់តាមការពារនៅមិនឆ្ងាយយឺតពេលហើយមីចង្រៃយើងមិនឲ្យឯងមានជីវិតនៅបន្តទៀតទេខ្ញុំសង្វរកុំធ្វើអីពួកយើងមុនអូនបើជាសើចក្អាកក្អាយដាក់យើងចិត្តល្អដាក់ឯងយូរហើយប៉ុន្តែចាប់ពីពេលនេះទៅយើងមិនព្រមឲ្យឯងមានជីវិតរស់នៅលើโลกនេះទៀតទេឯងនិងកូនរបស់ឯងត្រូវតែងាប់នឹងអាមុខញីម្នាក់នោះដែរមុនអូនចង្អុលទៅទេពងដែលទៅតែត្រូវចាត់ការដោយកូនចៅឲ្យសន្លប់ម្ដងទៀតកាលមុនយើងគិតថាយ៉ាជាមនុស្សស្រីដែលម៉ៃស្រឡាញ់ខ្លាំងបំផុតប៉ុន្តែពេលនេះយើងដឹងហើយថាតាមពិតឯងទៅវិញទេដែលម៉ៃស្រឡាញ់នឹងគឺថ្ងៃតតចោលមិនថាយើងលៀបពណ៌ឲ្យឯងយ៉ាងណាក៏ដោយដុកទ័រកាន់ដុកទ័រយកច្រឡំហើយលោកម៉ៃមិនបានស្រឡាញ់ខ្ញុំទេបើម៉ៃមិនបានស្រឡាញ់ឯងហើយគេចង់រៀបការជាមួយឯងរួមទាំងចង់យកកូនស្រីរបស់ឯងធ្វើជាខុនតទៀតទាំងដែលយើងធ្វើគ្រប់វិធីដើម្បីឲ្យម៉ៃមើលឃើញថាឯងជាមនុស្សស្រីផ្កាមាសប៉ុន្តែគេកាត់ចិត្តមិនបានមុនអូនសាយតែងទឹកភ្នែកហើយអង្គុយចងហោងនៅទៅមុខដៃកាន់កំភ្លើងភ្ជង់សត្រូវបេះដូងគ្រប់ពេលវេលាយើងខំធ្វើឯកសារខ្លែងខ្លះឲ្យថាមីក្មេងនរកនេះមិនមែនជាកូនរបស់គេទាំងដែលតាមពិតទៅជាកូនរបស់គេប៉ុន្តែម៉ៃបែរជាមិនព្រមទាត់ឯងចេញពីជីវិតអញ្ចឹងយើងត្រូវតែជួយគេចាត់ការឯងអូយខ្ញុំឈឺហេរ៉ាន់ស្រែកព្រោះត្រូវចៅក្របួយសក់ក្បាលបើគ្មានឯងនិងកូនរបស់ឯងម៉ៃត្រូវតែមើលយើងមុនអូនស្រែកខ្លាំងបើដុកទ័រសម្លាប់ខ្ញុំនិងកូនដុកទ័រនឹងចាប់គុកហើយអនាគតក៏ត្រូវចាប់វាមិនសប្បមាទទេលែងខ្ញុំនិងកូនទៅហើយខ្ញុំមិនរករឿងនាងមិនប្តឹងប៉ូលីសខ្ញុំសន្យាមុនអូនមិនញញើតនឹងជាប់ស្រុកទេទៅសើចក្អេងក្អាងពេលយើងធ្វើដាក់យ៉ាមិនឃើញយើងជាប់គុកផងដុកទ័រកាន់នេះដុកទ័រមានន័យថាម៉េចមុនអូនសើចកាក្អាយកែវភ្នែកក៏បង្ហាញពីភាពកំណាចយើងរៀបចំគ្រប់យ៉ាងធ្វើឲ្យមីចង្រៃនោះងាប់ច្បាស់ដែរទេដុកទ័រកាន់ហេរ៉ាន់ឧទានដែលមិនចង់ជឿដុកទ័រម្ដេចក៏ដុកទ័រធ្វើឲ្យនេះអ្នកនាងយ៉ាជាមិត្តភក្តិរបស់ដុកទ័រហើយអ្វីក៏ដុកទ័រធ្វើបែបហ្នឹងមីចង្រៃនោះមិនមែនជាមិត្តភក្តិរបស់យើងវាដណ្ដើមម៉ៃពីយើងក៏សម្លាប់វាហើយនឹងសម្លាប់ឯងដោយដែលធ្វើដាក់វាមីចង្រៃហេរ៉ាន់ប្រឹងកត់វីក្បាលដើម្បីសាររបស់ខ្លួនឯងរបូតពីដៃរបស់មុនអូនលេងពួកខ្ញុំទៅសុំអង្វរកុំសាងបាបកម្មអីដុកទ័រកាន់តួឯងក្រាបយើងដល់ចុងជើងនៅពេលនេះក៏យើងនៅតែសម្លាប់ឯងព្រោះបើឯងងាប់ម៉ៃនឹងស្រឡាញ់យើងមើលយើងចូលចិត្តយើងនឹងរៀបការជាមួយយើងខ្ញុំមិនរៀបការជាមួយស្រីជាអាក្រក់ដូចនាងទេប្រែតសំឡេងក្រឡរបស់មេសានដែលបន្លឺឡើងនៅផ្លូវចូលផ្ទះបាក់បែកធ្វើឲ្យមុនអ៊ុនងាកទៅមើលហើយក៏បើកភ្នែកធំខណៈដែលកូនចៅគ្រប់គ្នាតម្រង់កំភ្លើងទៅមេសានតែត្រូវនឹងហាមបាញ់ចែកខាតកូនចៅគ្រប់គ្នាដាក់កំភ្លើងចុះនឹងនាំគ្នាចាប់មេសានចូលមកក្នុងផ្ទះម្ដេចក៏លោកមកទីនេះមុនអ៊ុនស្លុតម្ដេចក៏នាងធ្វើបែបនេះប្រែតមេសាននិយាយដោយទឹកមុខអស់សង្ឃឹមគេសង្ស័យពេលដែលបើកឡានត្រឡប់មកផ្ទះវិញឃើញហេរ៉ាន់ចូលទៅក្នុងឡានមួយទៅគេបើកតាមពេលឃើញថានាងនិងកូនកំពុងមានគ្រោះថ្នាក់
ខ្ញុំធ្វើព្រោះលោកនឹងណាម៉ៃខ្ញុំស្រឡាញ់លោកយើងជាមិត្តនឹងគ្នា Brad តែខ្ញុំមិនធ្លាប់ចាត់ទុកលោកជាមិត្តភក្តិទេម៉ៃខ្ញុំស្រឡាញ់លោកស្រឡាញ់មករហូតយ៉ាវាដណ្ដើមលោកពីខ្ញុំម្ដងហើយថ្ងៃនេះមីកញ្ចេះថោកទាបម្នាក់នេះមកដណ្ដើមយកលោកពីខ្ញុំម្ដងទៀតខ្ញុំមិនព្រមទេវាត្រូវតែងាប់ជាមួយកូនរបស់វាកូនរបស់ហេរ៉ាន់គឺជាកូនរបស់ខ្ញុំមែនមីក្មេងនេះជាកូនរបស់លោកខ្ញុំធ្វើឯកសារคล้ายៗកុហកលោកតែនោះមកពីខ្ញុំគ្មានជំរឿសថាលោកយល់ច្រឡំគិតថាវាមិនមែនជាកូនហើយលោកនៅស្រឡាញ់វាដល់ថ្នាក់ហើយបើលោកដឹងថាវាជាសាច់ញាតិរបស់លោកនឹងស្រឡាញ់វាកម្រិតណាខ្ញុំមិនព្រមពេលនេះមុនអូនតែជាលសតិទៅហើយតែដែលកាន់កំភ្លើងឡើងញ័រខ្ញុំមិនគួរណាទុកចិត្តស្រីបេសាចដូចនាងទេ Brad មុនអូនយំពេលឃើញខ្សែប្រៃស្អកខ្ពើរបស់មេសានដែលមើលមកខ្លួនលោកស្អប់ខ្ញុំមិនបានទេលោកត្រូវស្រឡាញ់ខ្ញុំតែម្នាក់ព្រោះមីចង្រៃព្រោះវាមែនទេមិនមែនខ្ញុំព្រោះនាងអាក្រក់ទៅវិញទេ Brad មេសានស្រែកកំហុកចាត់ទុកក្នុងអបែងក្បាលរបស់នាងទៅខ្ញុំស្អប់នាងមុនអូនស្រែកយំដោយការឈឺចាប់បន្ទាប់មកការឈឺចាប់នោះក៏ប្រែក្លាយជាកំហឹងលោកគ្មានថ្ងៃសមបំណងនឹងវាទេខ្ញុំនឹងសម្លាប់វាកុំប៉ះពាល់ហេរ៉ាន់នឹងកូនរបស់ខ្ញុំមិនអញ្ចឹងខ្ញុំនឹងសម្លាប់នាង Brad មេសានសម្លឹងមើលហេរ៉ាន់នឹងកូនដែលទៅតែត្រូវបើមិនជាក់ថាជាកូនរបស់ខ្លួនដោយការព្រួយបារម្ភនាងចង់ចូលទៅអបក្រសោបលួងលោមប៉ុន្តែត្រូវមុនអូនរុញចេញព្រមតែតម្រង់កំភ្លើងទៅរកហេរ៉ាន់ថយចេញទៅម៉ៃមិនអញ្ចឹងខ្ញុំនឹងបាញ់បំបែកក្បាលវាជួយកូនរបស់យើងផងហេរ៉ាន់អបកូនជាប់ខ្លួនដោយការព្រួយបារម្ភនិងភ័យខ្លាចឡើងញ័រខ្លួនទៅហើយហេរ៉ាន់កុំខ្លាចខ្ញុំនៅទីនេះហើយខ្ញុំមិនខ្លាចស្លាប់ទេតែខ្ញុំបារម្ភពីកូនខ្ញុំមិនប្រឲ្យអ្នកណាមកប៉ះពាល់នាងនិងកូនបានទេមេសានក៏ងាកមកមើលមុខមុនអូននឹងតវ៉ាខ្ញុំនឹងបំភ្លេចគ្រឿងទាំងអស់ធ្វើដូចមិនធ្លាប់មានអ្វីកាត់ឡើងបើនាងដោះលែងពួកយើងមុនអូនសើចកាក្អាយស្មានថាខ្ញុំល្ងងឬម៉ៃបើខ្ញុំដោះលែងពួកនោះលោកនឹងទៅប្តឹងប៉ូលីសចាប់ខ្ញុំសន្យាបាត់មកទៅខ្ញុំមិនល្ងងបានឮទេថាខ្ញុំមិនល្ងងមុនអូនស្រែកខ្លាំងអ្នកនាងកាំងចង់បាញ់ក៏បាញ់ទៅពួកយើងនឹងបានទៅវិញតិចមានប៉ូលីសមកពួកឯងនៅស្ងៀមទៅចាំខ្ញុំចាត់ការមុនអូនងាកមកកំហកដាក់កូនចៅហើយងាកមកសម្លឹងមុខមេសានលោកគ្មានថ្ងៃបានសំបំណងនឹងស្រីណាទាំងអស់ខ្ញុំនឹងតាមសម្លាប់គ្រប់គ្នាតើតែលោកជ្រើសរើសខ្ញុំដូចនាងសម្លាប់យ៉ាឬមេសានខាត់ថ្មីនិយាយខណៈដែលមុនអូនឆ្លើយតបដោយទឹកមុខធម្មតាគ្មានការអៀសចិត្តចាដូចមីចង្រៃនោះហើយក៏ដូចមីចង្រៃនេះម្នាក់ទៀតបើនាងបាញ់កូននិងប្រពន្ធរបស់ខ្ញុំអញ្ចឹងបាញ់ខ្ញុំមុនមកកុំអីលោកម៉ៃហេរ៉ាន់ស្រែកហាមដោយការព្រួយបារម្ភបើគ្មាននាងនិងកូនខ្ញុំក៏មិនចង់រស់ដែរមុនអូនជឿចិត្តស្ទើរតែដាច់ខ្យល់ទៅហើយពេលឃើញមេសានបង្ហាញឲ្យឃើញពីក្តីស្រឡាញ់ចំពោះហេរ៉ាន់និងកូនរបស់គេបែបនេះឯងមុនគេដែលត្រូវទៅនៅជាមួយយមបាលមុនគេមីកញ្ចេះថោកទាបកុំបាញ់មុនអូនកេះកៃក្រកំភ្លើងក៏រត់ទៅរកហេរ៉ាន់ដែលឈរស្លុតប៉ុន្តែមិនទាន់បានទៅដល់ផងមេសានក៏ហក់ទៅពាំងធ្វើឲ្យក្របរត់មកទម្លួដើមទ្រូងរបស់គេឈាមហូរសស្រាក់រាងកាយដូចខ្ពូកហេរ៉ាន់ស្រែកខ្លាំងស្ទុះទៅរកប៉ុន្តែត្រូវមុនអូនរុញចេញម៉ៃម្ដេចក៏លោកធ្វើបែបហ្នឹងម៉ៃខ្ញុំគ្មានចេតនាទេម៉ៃដឹងខ្លួនឡើងម៉ៃអ្នកនាងកាំងចង់ធ្វើយ៉ាងណាក៏ប្រាប់មកសំឡេងកំភ្លើងឮខ្លាំងបែបនេះប្រយ័ត្នប៉ូលីសនឹងហៅគ្នាមកកូនចៅស្រែកលោឡាប៉ុន្តែមុនអូននៅតែអោបរាងកាយរបស់មេសានយំទឹកភ្នែកទឹកសម្បោរលោកបងខ្ញុំថាទៅល្អជាងមើលទៅអ្នកនាងកាំងឈួតហើយកូនចៅដាស់តឿនមេកាយរបស់ខ្លួនចោះលុយថ្លៃឈ្នួលកុំអាគិតពីរឿងលុយថ្លៃឈ្នួលលោកបងពេលនេះរត់សិនទៅនោះសារ៉ែនប៉ូលីសមកហើយនិយាយហើយអាពីរអ្នកនោះក៏ដើរមេប្រូចចេញពីផ្ទះបាក់បែកខណៈដែលមុនអូននៅតែយំអោបមេសានដែលនៅតែសន្លប់មិនដឹងខ្លួនម៉ៃខ្ញុំស្លាប់ខ្ញុំសុំទោសម៉ៃខ្ញុំសុំទោសខ្ញុំមិនធ្លាប់ចង់ឲ្យលោកឈឺខ្លួនខ្ញុំសុំទោសមួយសន្ទុះ
ប៉ូលីសក៏ចូលមកដល់មេសានត្រូវបញ្ជូនទៅមន្ទីរពេទ្យរួមទាំងទេពងហេរ៉ាន់និងកូនស្រីដែរចំណែកមុនអ៊ុនត្រូវប៉ូលីសចាប់ខ្លួនបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសមេសានត្រូវគ្រាប់ត្រូវព្យាបាលនៅមន្ទីរពេទ្យជិត3សប្តាហ៍ទម្រាំតែបានត្រឡប់ទៅផ្ទះដោយហេរ៉ាន់នៅមើលថែគេរហូតទាំងនៅមន្ទីរពេទ្យនិងនៅផ្ទះតតែគេជាស្របួលទើបនាងនងកូនចាក់ចេញដោយអស់បារម្ភជាង2សប្តាហ៍ហើយដែលនាងនាំកូនស្រីត្រឡប់មកកោះភាគខាងត្បូងវិញមកដល់បន្ទប់ជួលដដែលពីអ្នកម្ដាយកូនសំណាងល្អដែលកូនរបស់នាងស្រួលចិញ្ចឹមមិនរករឿងទើបនាងអាចធ្វើការដេប៉ាចាក់ចោលបន្តិចបន្តួចជាអាជីពបន្ថែមបាននិងមានទេពងដែលពេលនេះកំពុងតែសេពគប់នឹងស្រីម្នាក់ដែលឪពុករបស់គេណែនាំឲ្យស្គាល់មកលេងញឹកញាប់ហេរ៉ាន់ម្ចាស់ឈ្មោះដើរមកចូលនៅអំបោះចុះហើយម្នាដើរទៅទាញទ្វាររលួសបើកពេលឮសំឡេងរបស់ទេពងហើយនៅមុខបន្ទប់សួស្ដីបងទេពងមកតាំងពីព្រឹកតែម្ដងទេពងញញឹមនឹងមើលនាងដោយការព្រួយបារម្ភនិងមានបំណងល្អជានិច្ចមិនដែលប្រែប្រួលហេរ៉ីមយ៉ាងម៉េចហើយភ្ញាក់ហើយឬនៅនាងនាំទេពងដើរចូលទៅក្នុងបន្ទប់ជួលរបស់ខ្លួនហើយដើរទៅលុតជង្គង់ត្រង់ពូកដែលកូនស្រីដេកលក់ភ្ញាក់តាំងពីម៉ោង5ម្លេះបើរួចក៏ដេកវិញនាងសម្លឹងមើលមុខមាត់ឆ្លោះត្រលុកត្រលុនរបស់កូនស្រីដោយក្តីស្រឡាញ់បើគ្មានកូនបេះដូងក្រោមឈាមរបស់នាងមកជាឈឺចាប់ជាងនេះពូកែបើបែបនេះសង្ស័យប្រញាប់ធំទៅរត់លេងទៅដឹងទេពងអស់សំណើចខណៈដែលមើលនាងតូចដែលដេកលក់ហើយនេះនាងមិនគិតថាទៅរកលោកមេសានខ្លះទេឬទុកគេចាប់បែបនេះជិតខ្មៅពេកហើយហេរ៉ាន់ញញឹមប៉ុន្តែទឹកភ្នែកហូរដល់ថ្ពាល់ខ្ញុំនិងលោកម៉ៃខុសគ្នាឆ្ងាយណាស់បងទេពងខ្ញុំមិនចង់ធ្វើឲ្យជីវិតមានសេចក្តីសុខរបស់គេត្រូវច្បុកច្បល់ព្រោះតែខ្ញុំនិងកូនទៀតទេខ្ញុំមិនចង់ធ្វើឲ្យគេមានទុក្ខសោកនាងយំអណ្ដើនដកដោយការឈឺចាប់ព្រោះការចាក់ចេញពីមេសាននាងលែងស្រឡាញ់គេហើយឬហេរ៉ាន់មើលបងអ្នកសួរទាំងទឹកភ្នែកព្រោះតែស្រឡាញ់នឹងហើយទើបខ្ញុំត្រូវចាក់ចេញខ្ញុំមិនចង់ឲ្យលោកម៉ៃលំបាកចិត្តត្រឹមខ្ញុំជំទាស់បញ្ជារបស់គេមិនលើកត្រាំការពារតាមដែលគេបញ្ជាខ្ញុំក៏ខុសមិនគួរឲ្យអភ័យទៅហើយបើដឹងថាខ្លួនខុសអញ្ចឹងកែខៃឲ្យវាត្រឹមត្រូវមិនល្អឬហេរ៉ាន់ការចាក់ចេញរបស់ខ្ញុំជាដំណោះស្រាយនៃរឿងទាំងអស់ទោះត្រូវពង្រត់កូនពីឪពុកអញ្ចឹងឬនាងក្រមុំសម្លឹងមើលដៃគូសន្ទនាទាំងអារម្មណ៍ជឿចត់ខ្ញុំគ្មានជំរឿសខ្ញុំចាំបាច់ត្រូវដើរចេញជំរឿសដែលល្អបំផុតរបស់នាងគឺការត្រឡប់ទៅរកលោកមេសានវិញជឿខ្ញុំទៅនាងក្រវីក្បាលទាំងទឹកភ្នែកខ្ញុំឃើញមុខទៅប្រឈមមុខនឹងលោកម៉ៃទេបងថ្មនេះគេកាន់តែស្អប់ខ្ញុំខ្លាំងតែដឹងថាហេរីមជាកូនរបស់គេមែនខ្ញុំស្អប់នាងខ្លាំងណាស់សម្លេងរងកំព្រឹសបន្លឺឡើងតាមដោយអ្នកដែលនាងនឹកអស់ពីបេះដូងដើរមកឈរនៅមាត់ទ្វារធ្វើឲ្យនាងស្លុតស្រឡាំងកាំងលោកម៉ៃនេះនាងយល់សប្តិឬអត់ដែលឃើញគេហេរ៉ាន់ព្រៃញាប់ស្អែកជាច្រើនដងព្រមទាំងក្តិចដៃខ្លួនឯងព្រោះគិតថាជាយល់សប្តិប៉ុន្តែការឈឺចាប់ត្រង់សាច់ដៃក្តិចធ្វើឲ្យនាងដឹងថាខ្លួនឯងមិនបានយល់សប្តិមេសានមកនៅចំពោះនាងពិតមែនលោកម៉ៃមេសានមិនមកមិនកគេដើរមកទៅមុខនាងខណៈដែលទេពងខិតចេញហើយនិយាយគ្នាទៅខ្ញុំទៅសិនហើយបងទេពងនាងហៅពេលឃើញគេដើរចេញពីបន្ទប់ប្តីឆក់ឲ្យច្រងោមិនបាច់ហៅប្រុសផ្សេងទេមេសានសម្លានាងថ្មហើយដើរទៅទាញទ្វារបិទព្រមទាំងដាក់កិនលឹះទៀតផងបន្ទាប់មកក៏ដើរមករកនាងវិញប្រហែលណាស់ដែលនាំកូនរបស់ខ្ញុំរត់គេចពីខ្ញុំនាងក្រមុំនៅតែស្លុតដែលឃើញគេទើបបានត្រឹមតែចូលធ្វើមាត់ម្ហប់ខ្ញុំនឹងនាំកូនទៅវិញមិនបានទេហេរីមជាកូនរបស់ខ្ញុំនាងក្រមុំភ្ញាក់ស្មារតីទៅក្រវីក្បាលញាប់ស្អែកហើយខ្ញុំជាប៉ាឬអត់ពេលគេយកការពិតមកគុំមុខបែបនេះនាងក៏អួរដើមកតែលោកមិនធ្លាប់ត្រូវការឲ្យខ្ញុំមានផ្ទៃពោះតែនាងក៏មានមែនទេគឺខ្ញុំជំទាស់បញ្ជាលោកនាងតបដោយសំឡេងញ័រ
មែននាងប្រហើនហ៊ានជំទាស់បញ្ជាខ្ញុំច្រើនដងណាស់ដែលនាងធ្វើឲ្យខ្ញុំខឹងហើយខ្ញុំក៏មិនព្រមឲ្យនាងធ្វើជក់ឈ្គួបបែបនឹងទៀតដែរគេស្រវាទាញនាងមកអោបចូលដើមទ្រូងលែងខ្ញុំកុំលោឡាតិចកូនភ្ញាក់គេស្ដីឲ្យនឹងក្រឡេកមើលកូនស្រីដោយការព្រួយបារម្ភហើយងាកមកមើលមុខនាងវិញនាងត្រូវដាក់ទោសហើយមុនពេលខ្ញុំដេញនាងចេញពីជីវិតនាងក្រមុំយំបបោមាត់ញើទៅត្រើតខ្ញុំមិននៅសល់អីឲ្យលោកយកទៀតទេដល់លែងខ្ញុំនឹងកូនទៅតាមផ្លូវដែលពួកយើងទៅកុំធ្វើបាបពួកខ្ញុំទៀតមេសានជ្រាមផ្នែកមើលនាងអូខេខ្ញុំក៏មកចេះដឹងជាងខ្ញុំស្រឡាញ់ហេរីមទាំងដែលយល់ច្រឡំថាមិនមែនជាកូនរបស់ខ្លួនឯងផងនាងយំមិនដានដកតែយ៉ាងណាក៏ខ្ញុំមិនព្រមប្រកល់កូនឲ្យទៅលោកដែរខ្ញុំស៊ឺស្លាប់អ្នកកំឡោះសាយការក្អាយធ្វើរឹកធ្វើពៀគួរឲ្យខ្លាចមែនតែនវិធីតែមួយគត់ដែលនាងបាននៅជាមួយកូនគឺរៀបការជាមួយខ្ញុំលោកម៉ៃនាងក្រមុំបើកភ្នែកធំមិនចង់ជឿអ្វីដែលខ្លួនឯងបានឮនេះលោកនិយាយអីនិយាយលេងសាច់មែនទេខ្ញុំមិនលេងសាច់ទេរឿងបែបនេះនិយាយលេងបានដែរឬគេរងងដៃអមនាងកាន់តែណែនព្រមទាំងអនមកថោចចេញជួបបបោះមករបស់នាងដោយការនឹករលឹកខ្ញុំគ្មានថ្ងៃដោះលែងនាងទេហេរ៉ាន់លោកម៉ៃនិយាយអីនាងរងខ្លួនស្ទោកនៅក្នុងរងដៃរបស់គេនេះនាងយល់សពឬអត់យល់សពថាមេសានសុំរៀបការខ្ញុំចង់រៀបការជាមួយនាងតែលោកស្អប់ខ្ញុំនាងនិយាយដោយសំឡេងញ័រថែមទាំងបណ្ដេញខ្ញុំរហូតទៀតចាំបានទេទឹកមុខរបស់មេសានស្រពោនខ្ញុំដឹងខ្ញុំចាំបានទាំងអស់ប៉ុន្តែចង់ឲ្យនាងដឹងពេលនោះដែលធ្វើបែបនោះវាគ្រាន់តែជាការព្យាយាមស្អប់ពើមនាងប៉ុណ្ណោះតែខ្ញុំមិនធ្លាប់ស្អប់នាងបានសម្រេចទេខ្ញុំមិនជឿលែងខ្ញុំនាងរបម្រាស់តែរបូតពេលរងដៃរបស់គេព្រោះនៅចងចាំភាពជឿនត្រជាក់របស់មេសាបានច្បាស់គេធ្វើឲ្យនាងយំរាល់ថ្ងៃដោយគ្មានក្តីមេត្តាខកខើដាក់នាងសាហាវដាក់នាងខ្ញុំមិនចាំបាច់កុហកទេអញ្ចឹងខ្ញុំក៏មិនចាំបាច់ជឿដែរនាងមើលគេដោយការងងក់ការតូចចិត្តកើនកម្រិតខ្លាំងទៅពេលនឹកដល់ភាពចិត្តខ្មៅរបស់មេសានខ្ញុំធ្វើការអញ្ជើញលោកត្រឡប់ទៅវិញទៅកុំអានខ្ញុំមិនចូលចិត្តតែខ្ញុំធ្វើការអ្នកកំឡោះដើរមករកនឹងច្រាមភ្នែកមើលគំនរអំបោះដៃនាងចាក់ដើម្បីចិញ្ចឹមជីវិតធ្វើឲ្យបេះដូងកន្ត្រាក់ដោយការឈឺចាប់ហាក់ដូចត្រូវមកចូលរាប់រយពាន់ចាក់អញ្ចឹងនាងមិនចាំបាច់ធ្វើការអស់នេះទេតែខ្ញុំត្រូវការចាយវាយប្តីនាងមានចង់ស្លាប់គេទាញនាងមកអោបម្ដងទៀតឈប់ធ្វើការចុកចង្កេះចុកក្រោទៅខ្ញុំចិញ្ចឹមនាងនិងកូនបានខ្ញុំគ្មានប្តីនាងរើបំរាស់តែគេមិនព្រមលែងថែមតែរុញនាងទៅបោកនៅចិញ្ចាំបន្ទប់ទៀតផងតែខ្ញុំកុំមករវល់នឹងខ្ញុំត្រឹមជាស្រីដែលលោកស្អប់បើស្អប់ឲ្យអោបបែបនេះដែរទេគេអន់មកនិយាយខ្សឹបដោយសំឡេងស្អកធ្វើឲ្យអ្នកដែលកំពុងតែទូចចិត្តថ្លើមក្តៅខ្លួនតែព្យាយាមធ្វើចិត្តរឹងលែងខ្ញុំមិនលែងត្រូវការដាក់ទោសលោកម៉ៃកូនធ្វើស្អីខ្ញុំម្ដេចក៏ធ្វើមិនបាននាងជារបស់ខ្ញុំចាំមិនបានឬយ៉ាងម៉េចគេនិយាយទាមទារសិទ្ធហើយឈ្មោះមុខនិងប្រឡោះកធ្វើនាងព្រឺសម្បុរគេចាប់ផ្ដើមស្ទាបអង្អែលរាងកាយរបស់នាងស៊ូចកុំស្រែកលើពេកតិចកុំភ្ញាក់តែកូនធ្វើអីខ្ញុំអ្នកត្រូវគេចាប់ដល់សម្លៀកបំពាក់អស់ត្រឹមមួយប្រព្រឹត្តភ្នែកទៅពេលនេះរាងកាយទៅជានរកកមេសានរាងកាយរបស់ភរិយាចេញឲ្យឆ្ងាយបន្តិចដើម្បីបើសម្រាប់របស់នាងឲ្យបានពេញភ្នែកទាំងពីរហេរ៉ាន់ត្រឡុកត្រលុនពេញដៃពេញជើងដើមទ្រូងធំជាងមុនព្រោះនាងកំពុងបំបល់ដោះកូននោះឯងគេទាញនាងឲ្យចេញឆ្ងាយពីចិញ្ចើមបន្ទប់ហើយរុញឲ្យដួលទៅលើកម្រាលឥដ្ឋហើយខ្លួនឯងតានទៅត្រពីលើថោកជក់បបោមករបស់នាងយ៉ាងមានក្តីសុខគេបើចេញជក់តតែឆ្អែតអ្នកដែលមានសេចក្តីសុខដល់ទៅ3ដងទៅហើយក៏រលីងរលងទឹកភ្នែកពេលបានឮពាក្យថាស្រឡាញ់ចេញពីមាត់របស់មេសានបរិះដែលនាងតែងតែគិតថាគេ
នៅឆ្ងាយហួសនឹងឈោងហើយបញ្ញាក្អែកដូចនាងគ្មានថ្ងៃនឹងឈោងដល់គំរត់ចោលខ្ញុំទៀតហេរ៉ាន់សូមមេត្តានៅជាមួយខ្ញុំបង្កើតគ្រួសារជាមួយខ្ញុំហេរ៉ាន់ខ្ញុំសូមអង្វរគេសម្លឹងមើលការផ្នែកមុខខ្លោរបស់នាងដែលពេលនេះមានដំណាក់ទឹកភ្នែកខ្ញុំស្រឡាញ់នាងពិតមែនស្រឡាញ់នាងឡើងឈឺចាប់ពេញបេះដូងទៅហើយលោកម៉ៃស្អប់ខ្ញុំទៅវិញទេព្យាយាមស្អប់តែមិនធ្លាប់ធ្វើបាននាងធ្វើឲ្យខ្ញុំបាត់បង់ភាពម្ចាស់ការបានយ៉ាងងាយតែតាមដែលខ្ញុំឃើញលោកគិតតែស្អប់ខ្ញុំនិងស្អប់ឃើញមុខក៏បណ្ដេញមិនឃើញមានថ្ងៃណាដែលស្រឡាញ់ខ្ញុំត្រូវការខ្ញុំអ្នកទ្វសួរឲ្យការងងក់នឹងនៅតែតូចចិត្តខ្ញុំមិនដេញនាងមិនចង់ឃើញមុខនាងព្រោះមិនចង់ឲ្យនាងមានឥទ្ធិពលចំពោះខ្ញុំនាងគ្មានផ្លិតដឹងទេថារាងកាយរបស់ខ្ញុំឈឺចាប់ប៉ុណ្ណាពេលដែលខ្ញុំឃើញមុខនាងចង់ទាមទារនៅជាមួយនាងគ្រប់ពេលវេលាធ្វើឲ្យខ្ញុំចង់ឈួតទៅហើយខ្ញុំមិនឃើញដឹងឃើញតែមនុស្សចាអាក្រក់ជួយចិត្តជេរជួយចិត្តស្ដីឲ្យនាងមិនដែលនឹងឃើញទៅបើខ្ញុំលាក់វាចិត្តតែចុះឡើងខ្ញុំផ្លត់ស្នៀតឲ្យតតែបានដេកជាមួយនាងឲ្យតតែបានលោកប្រហែលជាស្ដាយក្រោយណាស់មែនទេនាងលើកដៃរុញដើមទ្រឹងនៅនគររបស់គេចេញខ្លាំងដោយការតូចចិត្តមែនខ្ញុំផ្លត់ស្នៀតព្រោះបន្ទាប់ពីខ្ញុំបាននៅជាមួយនាងខ្ញុំមិនអាចឈប់ត្រូវការនាងត្រូវអូសនាងឡើងក្រែម្ដងហើយម្ដងទៀតនោះអីរហូតដល់នាងមានផ្ទៃពោះពេលគេនិយាយដល់មានរឿងផ្ទៃពោះនាងក៏អត់រអៀសចិត្តមិនបានខ្ញុំសំទោសដែលជំទាស់បញ្ជាខ្ញុំគ្រាន់តែចង់មានអំណរឈាមរបស់លោកចង់ឃើញមុខមាត់កូនរបស់យើងថាគេមានមុខមាត់យ៉ាងណាសង្ហាហាក់ដូចទេវបុត្រដូចលោកម៉ៃឬអត់នាងយំមេសានក៏អត់មកថាបបោមាត់ញ័រទៅត្រើតនិងសម្លឹងមើលមុខនាងតែកូនរបស់យើងជាស្រីទើបស្អាតដូចទេពធីតាដូចនាងនឹងអីលោកម៉ៃខ្ញុំមិនស្អាតអីបន្តិចទេនាងអៀនទឹកភ្នែកនៅតែហូរនៅក្នុងភ្នែករបស់ខ្ញុំនាងស្អាតជានិច្ចស្អាតដល់ថ្នាក់ខ្ញុំទប់ដៃទប់ជើងមិនជាប់ហេតុផលនេះហើយទើបខ្ញុំបណ្ដេញនាងព្យាយាមគេងើបចេញពីរាងកាយរបស់នាងហើយងើបឈរដោយទាញនាងឲ្យងើបតាមនិងសម្លឹងមកគ្នារៀបការជាមួយគ្នាហេរ៉ាន់សុកអ្នកដែលមានមិត្តធំជាងក៏លើកជង្គង់នៅចំពោះមុខព្រមទាំងទាញដៃរបស់នាងទៅថប់ថ្នមរៀបការជាមួយខ្ញុំហេរ៉ាន់ខ្ញុំសន្យាថានឹងស្រឡាញ់នាងនឹងមើលថែនាងឲ្យល្អមួយជីវិតនាងនឹងមានសេចក្តីសុខមានតែសុភមង្គលខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីលុបលាងកំហុសភាពកំណត់របស់ខ្ញុំគ្រប់យ៉ាងដែលធ្លាប់ធ្វើដាក់នាងខ្ញុំនាងចង់វាយចង់តេះតបខ្ញុំយ៉ាងណាក៏បានប៉ុន្តែសងវរៀបការជាមួយខ្ញុំទៅខ្ញុំស្រឡាញ់នាងមែនទែនហេរ៉ាន់សូមមេត្តាកុំចាក់ក្រដាក់ខ្ញុំអ្នកដែលត្រូវសូមរៀបការក៏ហូរទឹកភ្នែកដោយការរំភើបមានសេចក្តីសុខនិងស្កប់ស្កល់លោកម៉ៃច្បាស់ហើយថាស្រឡាញ់ខ្ញុំមែនទែនច្បាស់ហើយខ្ញុំស្រឡាញ់នាងហេរ៉ាន់ជួនកាលលោកត្រូវការកូនគឺថាបានប៉ុន្តែត្រូវនាំខ្ញុំទៅនៅជាមួយដោយគ្មានជម្រើសអ្នកកំឡោះងើបឈរសារវ៉ាឲ្យចង្កេះរបស់នាងរឹតណានដៃសូមមេត្តាកុំគិតបែបនោះហេរ៉ាន់ខ្ញុំត្រូវការទាំងនាងទាំងកូនរបស់យើងខ្ញុំចង់មានគ្រួសារដូចបងប្អូនរបស់ខ្ញុំដែលមានសុភមង្គលចង់សើចជាមួយនាងនិងកូនរបស់យើងជារៀងរាល់ថ្ងៃសូមខ្ញុំរួចការហើយប្រូចិត្តមិនបានទេមិនប្រូចិត្តទេគេប្រឡែងនាងហើយអន់ទៅរើខោអាវយកប្រអប់កៅញ៉ៃពណ៌ក្រហមចេញពីហោប៉ៅហើយដើរមករកនាងវិញរៀបការជាមួយខ្ញុំហេរ៉ាន់ប្រអប់កៅញ៉ៃត្រូវបើកពន្លឺពេជ្រចាំងចូលភ្នែកធ្វើឲ្យនាងរលែងរលងទឹកភ្នែកព្រោះរំភើបសប្បាយចិត្តដល់ថ្នាក់និយាយមិនចេញខ្ញុំស្រឡាញ់នាងហេរ៉ាន់គេស្រវាយទាញដៃឆ្វេងរបស់នាងមកក្តាប់ហើយបំពាក់ចិញ្ចៀននឹងព្រាមដៃនាងដែលវាសល្មមគួរភ្ញាក់ផ្អើលមិនទាន់ឆ្លើយទេរៀបការជាមួយខ្ញុំឬអត់ហេរ៉ាន់គេស្រវាយចាក់ដៃរបស់នាងដែលមានចិញ្ចៀនមកថាថ្នមដោយភ្នែកនៅតែសម្លឹងមុខនាងដោយការអង្វរកមិនគួរឲ្យជឿបុរសក្រអឺក្រទមដោយមេសានមកអង្វរកបញ្ញាក្អែកដូចនាងឲ្យរៀបការជាមួយពាក់ចិញ្ចៀនហាញតើត្រូវតែរៀបការមែនឬ
នាងក្រមុំមិនធ្លាប់ឃើញទឹកមុខរបស់មេសានបង្ហាញការសប្បាយចិត្តនិងរីករាយខ្លាំងដល់ថ្នាក់នេះធ្វើឲ្យនាងរលែងរងទឹកភ្នែកដោយការសប្បាយចិត្តនិងងើបក្បាលដាក់គេចាខ្ញុំនឹងរៀបការជាមួយលោកម៉ៃចាយោខ្ញុំសប្បាយចិត្តបំផុតតិចប្រយ័ត្នកូនភ្ញាក់អូសុំទោសខ្ញុំសប្បាយចិត្តពេកទៅភ្លេចខ្លួនគេលើកបីនាងហេរ៉ាន់ក៏ញញឹមប្រព្រាយដាក់អញ្ចឹងយើងរៀបការថ្ងៃស្អែកចាហេរ៉ាន់បើកភ្នែកធំម្ដេចក៏លឿនម្លេះរៀបចំកម្មវិធីមិនតាន់ទេមេសាញញឹមប្រព្រាយកែវភ្នែកមានពន្លឺភ្លេកតាន់ម្ដេចក៏ថាមិនតាន់មានអីដែលមេសានម្លេះសាន់សូនិមិត្តឲ្យប្រពន្ធសម្លាញ់មិនបាននាងក្រមុំអៀនឡើងក្រហមមុខប៉ុន្តែនៅតែមិនជឿថាគេអាចនិមិត្តពិធីមង្គលការតនៅថ្ងៃស្អែកខែក្រោយក៏បានដែរខ្ញុំចាំបាននាងចាំបានតែខ្ញុំចាំមិនបានខ្ញុំចង់គ្រប់គ្រងនាងឲ្យត្រឹមត្រូវស្របច្បាប់ហើយនឹងមានឈ្មោះប៉ារបស់កូននៅក្នុងសម្បត្តិកំណើតរបស់ហេរៀមទៀតខ្ញុំត្រូវតែប្រញាប់ខ្ញុំយឺតយ៉ាវមិនបានទេតែកុំប្រកែកកុំតវ៉ានឹងប្តីចាំប្តីជាអ្នកចាត់ការហើយនាងក៏មិនអាចជំទាស់តម្រូវការរបស់មេសានបានគេប្រែការយ៉ាងណានៅតែប្រែការបែបនោះមិនដែលផ្លាស់ប្ដូរប៉ុន្តែនៅក្នុងពេលដែលគេធ្វើនៅរឿងល្អដើម្បីនាងនិងកូននាងក៏រីករាយអូនស្រឡាញ់បងអ្នកកំឡោះអន់មករកនិងញញឹមប្រព្រាយដាក់បងសង្ហាដល់ថ្នាក់នេះអូនមិនស្រឡាញ់ព្រៃឫស្សីហើយអាយ៉ាមនុស្សលងខ្លួនឯងឬថាមិនពិតគេសាយការក្អាយមិនគួរឲ្យជឿថាមេសានអាចនិមិត្តពិធីមង្គលការបានដោយមកនិយាយព្រោះបន្ទាប់ពីនៅជាមួយនាងនៅក្នុងបន្ទប់ដល់ជារសៀលគេក៏នាំនាងនិងកូនស្រីបើកឡានត្រឡប់ទៅសេអ៊ូលវិញនោះហើយដែលធ្វើហេរ៉ាន់បានដឹងថាមេសានបានត្រៀមគ្រប់យ៉ាងទុកជាមុនរួចទៅហើយអូនសម្លាញ់អ្នកដែលងូតទឹករួចរាល់ស្លៀកឈុតដេកសិចស៊ីពពការជោគស្រស់ភ្ញាក់ព្រឺតចាកំពុងកាត់អីមេសានអមថាធររបស់នាងហើយឈ្មោះមុននឹងកដោយមានចេតនាដាស់អារម្មណ៍កំពុងតែគិតថាហេតុអ្វីបានជាបងល្បិចច្រើនម្លេះអ្នកកំឡោះអស់សំណើចហើយទាញនាងឲ្យងាកមកប្រឈមមុខប្តីល្បិចច្រើនត្រង់ណាមនុស្សស្លូតបូតស្មោះត្រង់សឹងអីនាងក្រមុំជ្រុញច្រមុះដាក់គេដោយការចិនច្អន់ស្លាប់ហើយធ្វើអីក៏មានផែនការដែរអ្វីដែលបងធ្វើគឺដើម្បីបានអូនមកនៅក្បែរវិញចង់ខឹងប្តីមែនឬប្រពន្ធសម្លាញ់និយាយហើយគេក៏អោនថាបបោមកក្រពុំថៅជញ្ជក់ខ្លាំងនិងជ្រះអណ្ដាតទៅរើរួអណ្ដាតរបស់នាងធ្វើឲ្យនាងធ្វើធ្ងោម៉ៃជួយចិត្តតាក់ទាញជារឿយមេសានច្រាមភ្នែកមើលភរិយាដោយសារភ្នែកក្តៅកគុកមិនបានតាក់ទាញអីផងលែងមែនតែនទៅវិញទេឃើញទេមករបស់អ្នកស្ដាប់ឡើងក្រហមងាំងខ្លួនប្រាំងក៏ក្តៅហើយដោយត្រូវដុតដោយភ្លើងយប់នេះបងសុំនៅជាមួយអូនពេញមួយយប់ហេរ៉ាន់តាមធម្មតានៅពេញមួយយប់ស្រក់ហើយមិនឃើញជប់សម្រាប់ផងគេដាក់សម្លៀកបំពាក់របស់ខ្លួនឯងតតែអស់ហើយឡើងមករងនាងដែលដល់សម្លៀកបំពាក់អង្គុយចាំនៅលើគ្រែតែយប់នេះអូននិងបងត្រូវនៅជាមួយគ្នាឲ្យបានយូរជាងរយប់កន្លងមកធានាថាអូននឹងគ្មានកម្លាំងវាចុះពីគ្រែដល់ថ្នាក់នឹងផងអូនដូចជាចង់ពិសោធន៍ហើយផ្ចាញ់មែនឬគេមើលនាងនៅការចានច្អន់ហើយផ្ដួលខ្លួនដេកទាញនាងឲ្យទ្រពពីលើភាពស្រាលស្រើបលោកលុយរាងកាយរបស់ពួកគេម្ដងហើយម្ដងទៀតរាប់មិនអស់ភាពស្កប់ស្កល់នៅឆ្ងាយសែនឆ្ងាយមែនតែនព្រោះរាងកាយរបស់ពួកគេនៅតែធ្វើសកម្មភាពភ្លើងប្រាថ្នានៅតែឆេះសន្ធោសន្ធៅបេះដូងពីរដួងនៅតែរឹតច្របាញ់ចូលគ្នាអូនសម្លាញ់អូនវិសេសណាស់ចំណងនៃស្នេហាវិញចូលគ្នានឹងចងកាន់តែណែន3ឆ្នាំកន្លងផុតទៅសេចក្តីសុខរបស់មេសាននិងហេរ៉ាន់មិនដែលស្រែកស្រានមានតែកើនឡើងជារៀងរាល់ថ្ងៃឃើញទេកូនស្រីចូលចិត្តសួនកំសាន្តរបស់បងប៉ុណ្ណាមេសានដេកកាយផ្លូវប្រយាជាទីស្រឡាញ់តែកំពុងពោពោះចាស់ខែជាសម្រាប់ឆាប់នេះយ៉ាងមានសេចក្តីសុខភ្នែកសម្លឹងមើលសួនកុមារដែលកូនស្រីច្បងកំពុងរត់លេងជាមួយបងប្អូនជីដូនមួយ
ដែលជាកូនស្រីកូនប្រុសរបស់បងប្អូនរបស់គេយ៉ាងរីករាយកន្លងមកគេមិនធ្លាប់គិតទេថាការមានគ្រួសារមានកូនគួរឲ្យស្រឡាញ់ពើ10នាក់ធ្វើឲ្យមានសេចក្តីសុខខ្លាំងដល់ថ្នាក់នេះព្រោះបែបនេះនឹងអីទើបបងប្អូនរបស់គេនាំគ្នារៀបការមានប្រពន្ធកូនអស់មានតែគេដែលល្ងងរៀបការក្រោយគេថែមទាំងរៀបការជាមួយមនុស្សស្រីដែលខ្លួនឯងធ្វើបាបច្រើនឆ្នាំមកហើយគេអរគុណព្រះជាម្ចាស់ដែលហេរ៉ាន់ប្រោសអភ័យទោសឲ្យបុរសជាតិខ្មៅម្នាក់នេះនឹងព្រមរស់នៅជាមួយគេមួយជីវិតចាឃើញបងមើលឃើញវិញឆ្ងាយជានិច្ចដែលកំឡោះសើចកាកអាយខណៈដែលហេរ៉ាន់អង្គុយញញឹមលើកដៃអង្អែលក្បាលស្វាមីដោយក្តីស្រឡាញ់អូនសប្បាយចិត្តដែលស្វាមីរបស់អូនពូកែគ្រប់យ៉ាងមេសានស្ទើងើបអង្គុយមើលមុខភរិយាដែលទៅមកញញឹមតែរឿងដែលពូកែបំផុតសម្រាប់បងគឺរឿងបង្កើតកូនមករបស់ហេរ៉ាន់ឡើងក្រហមងាំងគេភ្នែកពីគេដោយការអ៊ំអៀនតែត្រូវមេសានផ្ងើយជើងការឲ្យងាកមកប្រសពភ្នែកជាមួយវិញនៅជាមួយគ្នាយូរហើយនៅអៀនទៀតឬគឺបងចូលចិត្តនិយាយស្ដីលិមួកតែកំឡោះស្អើកាក្អាយគឺចូលចិត្តនឹងណាពេលនិយាយហើយមកអូនក្រហមថែមទាំងពេលអៀនអូនគួរឲ្យមើលទៀតផងម៉ៃឈួតគេញញឹមមើលភរិយាដែលក្តីស្រឡាញ់អស់ពីបេះដូងអរគុណដែលព្រមនៅជាមួយបងព្រោះស្រឡាញ់នឹងអីទើបអូនប្រអភ័យឲ្យមនុស្សជាអាក្រក់ម្នាក់នេះបានទាំងអស់លែងអាក្រក់ហើយអូនសម្លាញ់មានតែស្រឡាញ់នាងញញឹមទឹកភ្នែកក៏រលីងរលោងអរគុណដែលរើសយកអូនអរគុណដែលធ្វើឲ្យអូនមានសុភមង្គលពេលអូនមានសេចក្តីសុខបងក៏មានសេចក្តីសុខដែរអូនសម្លាញ់មេសានកំពុងថើបមករបស់ភរិយាតែហេរីមកូនស្រីវ័យ3ខួបជាងដែលរត់មកដល់ក៏ស្រែកយំចាច់តែម្ដងធ្វើឲ្យគេភ្ញាក់ព្រឺតស្រវាទាញកូនស្រីមកអោបលួងលោមកើតអីកូនពូកែប្រាប់ប៉ាប៉ាមកមើលប៉ាប៉ាខំមាត់មកទៀតហើយនាងតូចយំព្រោះអាណិតខ្លាចម្ដាយឈឺហេរ៉ាន់និងមេសានមើលមុខគ្នាហើយអស់សំណើចប៉ាប៉ាមិនបានធ្វើបាបម៉ាក់ទេមានតែចូលចិត្តមែនទេម៉ាក់ម៉ៃឈួតហេរ៉ាន់ទទួលយកកូនស្រីមកអបជប់ទ្រង់ខ្ញុំអីកូនពូកែរបស់ម៉ាក់ហេរីមលើកដៃចាប់មាត់របស់ម្ដាយនិងសួរតាមចរិតក្មេងម៉ាក់ឈឺទេហេរ៉ាន់ក្រវីក្បាលតិចតិចនិងញញឹមស្រដាក់កូនស្រីប៉ាប៉ាមិនធ្លាប់ធ្វើឲ្យម៉ាក់ឈឺទេតែប៉ាប៉ាខំមាត់ម៉ាក់មិនមែនខំទេកូនកូនពូកែគេហៅថាបង្ហាញក្តីស្រឡាញ់តើនាងតូចងើកក្បាលផ្អាប់ផ្ងក់បញ្ជាក់ថាយល់អ្នកនាងទៅលេងខាងនោះជាមួយខ្ញុំទៅចាកូនស្រីថាថ្ពាល់ឪពុកម្ដាយមានអ្នកមើលខ្សឺតហើយរត់ទៅលេងជាមួយបងប្អូនជីដូនមួយដែលមានអ្នកមើលថែតាមចាប់ប្រកិតខណៈដែលមេសានតាមមើលកូនស្រីច្បងដោយក្តីស្រឡាញ់បងមានសេចក្តីសុខដល់ហើយអូនសម្លាញ់ហេរ៉ាន់ងើយមកមើលស្វាមីញញឹមប្រព្រាយដាក់ទឹកភ្នែករលីងរលងម្ដងទៀតខណៈនោះក៏លើកដៃអង្អែលពោះខ្លួនឯងថ្នមថ្នមអូនក៏មានសេចក្តីសុខខ្លាំងណាស់មិនធ្លាប់គិតទេថាអូនមានថ្ងៃនេះយើងនឹងនៅជាមួយគ្នាមួយជីវិតអូនសម្លាញ់មានអ្វីមកបំបែកយើងពីគ្នាបានទេក្រៅពីសេចក្តីស្លាប់ចាម៉ៃអូននឹងធ្វើជាទាសកររបស់បងមួយជីវិតបងទៅវិញទេដែលត្រូវធ្វើជាទាសកររបស់អូនគេអន់ទៅថើបថ្ងានាងថ្នមថ្នមបងនឹងធ្វើជាទាសករស្នេហាទាសករប្រាថ្នារបស់អូនមួយជីវិតលោកប៉ាអ្នកម៉ាក់អោបគ្នាណែនដៃប្រាប់ថាស្រឡាញ់គ្នាដោយពាក្យផ្អែមល្ហែមទឹកភ្នែកនៃសេចក្តីសុខហូររហាមអូនស្រឡាញ់បងម៉ៃបងក៏ស្រឡាញ់អូនហេរ៉ាន់សន្យាស្នេហាដែលសរសេរដោយបេះដូងនិងចិត្តវិញ្ញាណវាស័ក្តិសិទ្ធិជានិច្ចទើបបេះដូងពីរដួងត្រូវវិញឲ្យក្លាយជាបេះដូងមួយដួងជានិរន្តរ៍ចប់ដោយបរិបូរណ៍